ទោះបីជាមានរឿងអីកើតឡើងនៅក្នុងជីវិតយើងក៏ដោយយើងអាចបោះបង់រឿងជាច្រើនប៉ុន្តែយើងអត់គួរណាបោះបង់អាខ្លួនយើងដែលនៅជាមួយយើងតាំងពីពិបាកតាំងពីសុបាយតាំងពីសុខនេះជួនកាលពេលខ្លះវានៅជាមួយនឹងខ្លួនយើងទៅយើងភ្លេចមើលឃើញចាអញ្ចឹងជាការយល់ឃើញរបស់ខ្ញុំគិតថាអត់មានអ្នកណាដែលមានតម្លៃជាងខ្លួនយើងទេនៅក្នុងមួយជីវិតនេះខ្ញុំពិតជាធ្លាប់បាននិយាយថាទោះបីជាអ្នកដែលបង្កើតយើងឬក៏អ្នកដែលយើងបង្កើតក៏ដោយចាចុងបញ្ចប់នៃជីវិតគឺយើងនៅជាមួយនឹងខ្លួនឯងទេចឹងហេតុអីបានជាយើងបោះបង់មនុស្សម្នាក់ដែលនៅជាមួយខ្លួនយើងតាំងពីវិនាទីដំបូងនៃកំណើតចាគឺយើងនៅជាមួយនឹងខ្លួនឯងហ្នឹងណាអញ្ចឹងកុំយើងអាចនឹងឆ្លងកាត់រឿងពិបាកជីវិតគឺវាអញ្ចឹងចាយើងត្រូវការឆ្លងកាត់ឃ្លានលំបាកហើយពេលខ្លះក៏យើងធ្លាប់បានសុបាយហើយពេលខ្លះទៀតវាអាចល្អប្រសើរជាងហ្នឹងខ្ញុំចង់ឲ្យមនុស្សមានសង្ឃឹមទោះបីជាអត់សង្ឃឹមយើងរៀនសង្ឃឹមខណៈពេលដែលយើងអស់សង្ឃឹមពាក្យហ្នឹងវារៀងច្បោកច្បល់ប៉ុន្តែខ្ញុំចង់ឲ្យជឿពេលណាដែលយើងមានសង្ឃឹមយើងមានជំនឿហើយយើងជឿថាអ្វីដែលយើងដាំទៅអ្វីដែលយើងផ្ដល់ឲ្យទៅផលវាបាននឹងបានត្រឡប់មកវិញហើយពេលដែលយើងឆ្លងកាត់ការលំបាកវាគ្រាន់តែជាវិញ្ញាសាមួយដែលយើងត្រូវការឆ្លងកាត់ចង់បានអ្វីមួយដែលល្អវាត្រូវតែក៏ឆ្លងកាត់ការខិតខំប្រឹងប្រែងចង់បានអ្វីមួយដែលស័ក្តិសមសម្រាប់ការខិតខំប្រឹងប្រែងវាត្រូវការឆ្លងកាត់វិញ្ញាសាដែលលំបាកអីចាដើម្បីឲ្យយើងនឹងទទួលបានអីមួយត្រឡប់មកវិញខណៈពេលដែលយើងឆ្លងកាត់ការលំបាកទោះបីជាវាជាផ្លូវចិត្តរឹងមាំក៏ដោយកម្លាំងខ្លាំងជាងមុនក៏ដោយស្មារតីល្អជាងមុនក៏ដោយអាហ្នឹងឯងគឺសិតតែជាផលល្អដែលយើងទទួលបានពីវិញ្ញាសាលំបាកជាច្រើនដែលឆ្លងកាត់ជីវិតរបស់យើងចាអាហ្នឹងសម្រាប់នារីចាត្រូវតែមានអាហ្នឹងខ្ញុំអាចថាចែកម្លែកពីរចំណុចទៅអានេះជាចំណុចមួយដែលខ្ញុំអានពីសៀវភៅដែរទៅបងលើកឡើងមុនហ្នឹងមិននឹកឃើញដែរពីក្នុងសៀវភៅមួយដែលខ្ញុំធ្លាប់អានយូរមកដែរហើយនិយាយរឿងគាត់លើកទឹកចិត្តយើងឲ្យយើងផឹងប្រែងធ្វើការឬក៏សម្រាប់គោលដៅអីបន្តទៀតពាក្យមួយឃ្លាដែលគេនិយាយហ្នឹងខ្ញុំនៅចាំរហូតដល់ឥឡូវដែលគេនិយាយថា don't die before your death មនុស្សយើងកើតមកយើងមានជីវិតយើងមាន duration របស់យើងកំឡុងរយៈពេលយើងហើយយើងគង់ទៅវិញទេតែកុំស្លាប់មុនពេលដែលយើងទៅវិញហ្នឹងព្រោះយើងមានរយៈពេលតែប៉ុណ្្នឹងដើម្បីកើតមករស់នៅកសាងកិត្តិយសកសាងកេរ្តិ៍ឈ្មោះប្រឹងធ្វើការងារឬក៏គោលដៅរបស់យើងផ្សេងៗគ្នាអញ្ចឹងកំឡុងពេលហ្នឹងប្រើរយៈពេលហ្នឹងឲ្យវាមានតម្លៃបំផុតហើយកុំបញ្ចប់ជីវិតខ្លួនឯងមុនពេលដែលខ្លួនឯងស្លាប់ទៅតាមធម្មជាតិណាបងអញ្ចឹងខ្ញុំឃើញអាពាក្យហ្នឹងមួយដែលខ្ញុំតែងតែចាំហើយនៅពេលណាដែលខ្ញុំបាក់ទឹកចិត្តខ្ញុំតែងតែនឹកឃើញអាពាក្យហ្នឹងមកវិញគាត់ថាយើងមានរយៈពេលខ្លីតែហេតុអីបានត្រូវបញ្ចប់ជីវិតយើងមុនពេលវេលាយើងត្រូវនឹងគិតធូរចាយើងដឹងថាវាបាក់ទឹកចិត្តវាពិបាកប៉ុន្តែនៅតែព្យាយាមគិតធូរ